ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចូលមើលផលប៉ះពាល់ដែលយោធាថៃវាយប្រហារនឹងរាជបន្លាលួសច្រកអន្តរជាតិអូស្មាច់អភិបាលខេត្តឧត្តរមានជ័យលោកមានច័ន្ទយ៉ាដានៅថ្ងៃប្រហ័សទី8 ខែមករានេះបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអង្គការអាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារនឹងរាជបន្លាលួសចូលមុខលើច្រកអន្តរជាតិអូស្មាច់លោកមានច័ន្ទយ៉ាដាបានលើកឡើងថាបន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមុខក្នុងភូមិសាស្ត្រទឹកដីកម្ពុជាដែលបង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាផ្ទះសម្បែងនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំនៅព្រឹកថ្ងៃទី8 ខែមករានេះលោកបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកអន្តរជាតិអូស្មាច់សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យគួរឲ្យដឹងថាក្រុមអង្គការអាស៊ាន AOT ថ្មីនេះក៏បានចុះពិនិត្យផលប៉ះពាល់ស្ពានអូជីដែលរងការខូចខាតដោយសារយោធាសៀមឈ្លានពានប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាប